បាទទីមួយគឺទាហានថៃផ្ទុះអាវុធពេលដែលក្រុមអនុព័ន្ធយោធាបរទេសកំពុងតែចុះសង្កេតការណ៍នៅព្រំដែនកម្ពុជាថៃពលរដ្ឋរិះគន់ថាជនរងគ្រោះជាប់ឃុំរីឯជនប្រព្រឹត្តបែរទៅជារួចខ្លួនករណីបិទធនាគាររបស់ក្រុមហ៊ុន Huiwan Pay កម្ពុជាដាក់ពិន្ទុសេរីភាពសារព័ត៌មានខ្លួនឯងខ្ពស់កប់ពពកស្របពេលដែលសហគមន៍អន្តរជាតិថាកម្ពុជាគ្មានសេរីភាពសារព័ត៌មានតុលាការកាត់ទោសឲ្យលោកស្រុនស្រនកញ្ញាភឹងសុភានិងលោកសានសិទ្ធឲ្យម្នាក់ជាប់គុក2ឆ្នាំនិងពិន័យជាប្រាក់ច្រើនលានរៀលបើជនបរទេសបន្តប្រថុយជីវិតលួចពីលើអាគារខ្ពស់ដែលសង្ស័យថាជាមជ្ឈមណ្ឌលឆបោកអនឡាញពលរដ្ឋរិះគន់លោកកុកអានដែលអះអាងថាខ្លួនស្អាតស្អំទើបបានជាជាប់ឆ្នោត4អាណត្តិដូចនេះលោកថាក់ស៊ីនស៊ីណាវ៉ាត់នឹងត្រូវដោះលែងនៅថ្ងៃទី11ខែឧសភាប្រេងសាំងនៅអាមេរិកបានឡើងថ្លៃខ្ពស់បំផុតនៅក្នុង4ឆ្នាំចុងក្រោយនេះដោយសារតែវិបត្តិសង្គ្រាមរបស់អាមេរិកជាមួយនឹងអ៊ីរ៉ង់បាទរួមនឹងព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូននេះគឺជាព័ត៌មានសំខាន់តកតងនឹងថ្ងៃនេះដែលមែនតើទៅយើងឃើញស្ថានភាពនៅព្រំដែនកម្ពុជាថៃនេះវាអត់មានប្រសើរអីសោះស្ថានភាពនៅពិភពលោកក៏មិនជាក្រាន់បើអីប្រហែលដែរយើងឃើញស្ថានភាពសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់នេះសំទោសអាមេរិកនិងអ៊ីរ៉ាក់នេះគឺគ្រាន់តែថាអាមេរិកនិងអ៊ីរ៉ាក់សំទោសអាមេរិកនិងអ៊ីរ៉ង់នេះគឺវាគ្រាន់តែមិនមានការផ្ទុះអាវុធក៏ប៉ុន្តែសង្គ្រាមនៅក្នុងការមិនអាចនឹងរកសំណើការមូលមាត់គ្នាអីហ្នឹងឃើញថានៅតែទៅមុខមិនឆ្ងាយដដែលទេព្រោះអីការចរចាណាមួយគឺមិនតាន់ឃើញមានដូចថាច្បាស់លាស់អីនៅឡើយទេទុកឲ្យច្រកហមូសនៅជាប់គាំងដដែលឥឡូវនេះគឺនៅឯព្រំដែនប្រទេសថៃខ្មែរយើងនេះវិញគឺស្ថានភាពក៏អត់មានប្រសើរអីដែរព្រោះអីថ្ងៃនេះគឺអនុព័ន្ធយោធាបរទេសចំនួន13ប្រទេសឯណោះបានចុះទៅមើលកិច្ចការព្រំដែនសង្កេតការព្រំដែននឹងគឺជាលើកទី2បងប្អូនដឹងហើយគឺអនុព័ន្ធយោធាអ្នកសង្កេតការអាស៊ានគឺគេចុះទៅជាប្រចាំពាក្យថាអនុព័ន្ធយោធានឹងគឺសំដៅទៅលើយោធារបស់បរទេសដែលប្រចាំការនៅប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការណាមួយព្រោះគេមានអង្គទូតរបស់គេប្រចាំនៅប្រទេសកម្ពុជាដូច្នេះកម្ពុជាដោយសារតែមានបទឈប់បាញ់ជាមួយនឹងប្រទេសថៃហើយដោយសារតែនៅក្នុងបទឈប់បាញ់ហ្នឹងក៏ចែងអំពីការពឹងពាក់ដល់ភ្នាក់ងារបរទេសជាពិសេសគឺក្របខ័ណ្ឌនៃអាស៊ានអីហ្នឹងគឺឲ្យជួយមើលការខុសត្រូវព្រំដែននឹងផងក្រែងលោថាមានភាគីណាមួយរំលោភបទឈប់បាញ់ក៏ប៉ុន្តែយន្តការនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលកម្ពុជាព្រមចុះហត្ថលេខាឲ្យថៃគ្រប់គ្រងដីខ្មែរនៅកន្លែងណាកន្លែងហ្នឹងគឺបានន័យថាមិនមានចងកាតព្វកិច្ចមួយថាត្រូវតែមានយន្តការអាស៊ានចម្រុះរបៀបថាអាស៊ានទាំងថៃទាំងខ្មែរទាំងអ្វីផ្សេងទៀតមកគ្រប់គ្រងហើយចុះទៅមើលព្រំដែនរួមទាំងអស់គ្នាទេអត់ទេគឺខ្មែរធ្វើខាងខ្មែរថៃធ្វើខាងថៃហើយការធ្វើដូច្នេះគឺបានតែត្រឹមតែរកដូចថាចុះទៅព្រំដែនហ្នឹងគឺបានតែស្រីគេក្លាហានគេបានរូបបងស្រីដូចនៅល្អងបានត្រឹមតែរូបថតហ្នឹងគឺទៅថតតែរូបទេដូចខ្ញុំជម្រាបអញ្ចឹងពេលដែលអ្នកសង្កេតការណ៍អាស៊ានយើងទៅដំបូងគឺគេត្រឹមដាក់បលាលួសបន្តិចបន្តួចអញ្ចឹងទៅម្ដងទៀតគឺថែមកុងតឺន័រទៅកាន់តែញឹកទៀតអាកុងតឺន័រកាន់តែខ្ពស់ថែមបលាលួសកាន់តែថែមដាក់ប៉ុស្តិ៍យាមដាក់តុងជ័យដាក់ស្អីភ្ជុំកាភ្លើងទៀតអាហ្នឹងអ្វីដែលថៃចង់បង្ហាញមកថាចង់យើងទៅមើលប្រមាណ100ដងក៏ថៃមិនចុះថយឬក៏មិនដកថយអីដែរគឺមានតែដាក់ថែមអីអញ្ចឹងទៅហើយដូចជាការប្រមានទៀតព្រោះម្ដងដាក់បន្តិចបើពេលទៅច្រើនដងដាក់កាន់តែច្រើនបលាលួសកាន់តែឆ្ងាយឥឡូវនេះអនុព័ន្ធយោធាចុះទៅដល់អូស្មាច់ខេត្តនៅជាយដែនរបស់យើងនេះម្ដងនេះទៅគឺថៃបាញ់ប្រាវតែម្ដងបាទផ្ទុះគ្រាប់មានដល់ទៅនេះគឺជាការរាយការណ៍របស់ក្រសួងការពារជាតិគឺផ្ទុះមិនតិចជាង5លើកឯណោះពេលដែលទៅហ្នឹងក្នុងរយៈពេលប្រមាណជាមិនដល់1ម៉ោងផងហ្នឹងគឺថៃបាញ់គ្រាប់ឡើងស្រោចចង់និយាយថាច្រើនគ្រាប់ទៀតផងហើយ5លើកអានេះតាមសេចក្តីរាយការណ៍
គឺនេះអ្នកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានិយាយអញ្ចេះថាជាការគួរឲ្យសោកស្ដាយបំផុតនៅក្នុងអំឡុងពេលកំពុងសង្កេតការណ៍និងត្រួតពិនិត្យនៅទីតាំងជាក់ស្ដែងក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកងកម្លាំងយោធាថៃចំនួន5លើកចន្លោះពីម៉ោង10:35នាទីព្រឹកដល់ម៉ោង11:09នាទីបាទគឺប្រហែលជា40នាទីជាងហ្នឹងដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 ចំនួន9គ្រាប់5លើកបាញ់នៅពេលដែលអនុព័ន្ធយោធាចុះទៅដល់ព្រំដែនតើមានបទឈប់បាញ់កន្លែងណានៅក្នុងមាត្រាណាដែលចែងថានឹងត្រូវតែមានផ្ទុះអាវុធទៀតអីអញ្ចឹងទៅដូច្នេះរឿងនេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍ហើយខាងកម្ពុជាថាកម្លាំងកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់គួរបញ្ជាក់ផងដែរថាហេតុការណ៍ដែលនៃករណីផ្ទុះគ្រាប់នេះគឺឬផ្ទុះអាវុធនេះគឺធ្វើផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់អញ្ចឹងកម្ពុជាប្រាប់ថាថៃបំពេញបទឈប់បាញ់ហើយបំពេញកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរឯកភាពគ្នាក្នុងការកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែននោះរបាយការណ៍នេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលធ្វើនៅថ្ងៃទី29ខែមេសានេះដោយនិយាយថាដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសដែលមានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគដែលយើងហៅថា RBC ផងនៅភូមិភាគទី4កម្ពុជាថាមុននឹងទៅហ្នឹងក៏បានជូនដំណឹងទៅភាគីថៃឲ្យបានដឹងដែរថាក្រុមគណៈប្រតិភូនេះចុះទៅមានអនុព័ន្ធយោធាបរទេសអីអញ្ចឹងដែរក៏ប៉ុន្តែថៃនៅតែបាញ់ផ្ទុះគ្រាប់ដដែលបានន័យថាម៉េចបងប្អូនមានន័យថាថៃគេមិនខ្វល់នឹងយើងទេជាសារពមៀនទៀតកុំឲ្យតែយើងទៅប្រពាក់ប្រពូនអីនៅអាតំបន់ដីដែលគេគ្រប់គ្រងបានដោយស្របច្បាប់ដោយសារតែកម្ពុជាចុះហត្ថលេខាឲ្យគេគ្រប់គ្រងទៅហើយសាររបស់គេតែប៉ុណ្្នឹងឯងបងប្អូនឥឡូវយើងថាថៃបំពេញបទឈប់បាញ់តើយើងធ្វើអីថៃកម្ពុជាបើសិនជាធ្វើអីតែបន្តិចបន្តួចគ្រាន់តែមាន drone ហោះលើដីយើងសោះហ្នឹងថៃររឿងយើងរំលាយអាបត្តិឈប់បាញ់នឹងចោលទៀតយើងនឹងគ្រាន់តែដុតព្រៃដុតអីឬក៏កាប់ឆ្កាអីបន្តិចបន្តួចផ្ទុះអាក្របសំណល់ហ្នឹងថៃគេររឿងទៀតថារឿងគេចង់បាញ់គ្នាទៀតមែនអីចឹងនិយាយទៅស្អីក៏គេររឿងយើងដែរដល់តែពេលគេកាយប្រឡងកាយអីសពបែបយ៉ាងអីដល់ពេលគេបាញ់ទៀតយើងស្ងាត់តែព្រឹនតែយើងមិនមែនតែបានតែចាញ់សេចក្តីថ្លែងការណ៍ថាថៃបំពេញចុះយើងទៅធ្វើអីថៃកើតនៅក្នុងករណីដែលយើងចង់តែបន់ឲ្យតែថៃចូលមកតុកចរចាអីអញ្ចឹងហើយថៃមួយថ្ងៃគិតបន្តិចមួយថ្ងៃល្បិចបន្តិចមួយថ្ងៃគិតថាធ្វើម៉េចគិតពីអាការចរចានោះឲ្យតាន់តែបានហើយបើចរចាក៏មិនឈ្នះថៃដែរព្រោះថៃប្រើផែនទីខ្នាត1លើ50,000ដូច្នេះថៃអូសចុះអូសឡើងចង់ទប់បន្តិចបិទបន្តិចឬក៏កែបន្តិចលុបអានេះបន្តិចបន្ថែមធ្វើហេដ្ឋារចនាសម្ព័ន្ធរហូតហើយយើងនៅតែជួនដំណឹងបដិសេធមិនទទួលស្គាល់តវ៉ាជំទាស់ដាច់អហង្ការក៏ប៉ុន្តែអត់ដែលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រមទាំងអន្តរជាតិសោះអានេះអាយន្តការនៃបទឈប់បាញ់នេះបើយើងមើលទៅជាបរាជ័យមួយដែរបរាជ័យនៅក្នុងន័យថាមានបទឈប់បាញ់មែនក៏ប៉ុន្តែអត់បង្កើតអាយន្តការអន្តរក្រមការងារចម្រុះរបស់ខ្មែរនិងថៃហ្នឹងគឺអត់មានបង្កើតឲ្យយន្តការនឹងឲ្យដើរចង់និយាយថាបើមានអាស៊ានសង្កេតការឲ្យអាស៊ានមានថៃមានអីចូលរួមគឺទៅមើលមួយសារទៅមើលទាំងថៃមើលទាំងខ្មែរឲ្យចេញរបាយការណ៍អត់តាំងពីក្រមសង្កេតការអាស៊ាននេះចុះទៅព្រំដែនមិនដឹងជាប្រមាណសឹកដងហើយទេអត់ដែលបានថាឥឡូវចេញសន្និសិទសារព័ត៌មានអីមួយទៅប្រកាសទៅថាលទ្ធផលថៃបំពេញចេះបំពេញចុះវាអត់ដល់អញ្ចឹងទៅធ្វើឲ្យតែខ្មែរនឹងស្រែកកោកសឹកមាត់តដោឆ្អែតតពុះកបីដូចថាយើងស្រែកឲ្យបន្ទុកខ្លួនឯងយើងស្រែកថាគេលំលោបយើងតើនរណាគេស្ដាប់យើងព្រោះវាអត់មានអ្នកកណ្ដាលណាមួយដើម្បីជួយព្រោះអនុព័ន្ធយោធាហ្នឹងទៅដូចទីងមងអញ្ចឹងគឺទៅយកទៅចាំចាប់បងប្អូនទៅចេះតែមើលអញ្ចឹងទៅគ្រឿងសង្ហារឹមខ្ញុំនិយាយចឹងខ្ញុំមិនមែនថាពួកគាត់ទៅ
ក៏មិនបានការទេតាមពិតកម្ពុជាអ្នកសម្របសម្រួលឲ្យទៅនឹងដើម្បីចង់ប្រាប់ភាគីថៃថាកម្ពុជាអនុវត្តខ្ជាប់ខ្ជួនតាមបទជប់បាញ់អត់មានប្រែប្រួលទេចង់ឲ្យអន្តសហគមន៍អន្តរជាតិនឹងមើលផងថាខ្មែរយើងណាគឺយើងអត់មានទៅផ្ដេសផ្ដាស់ទេគឺយើងស្រឡាញ់សុខសន្តិភាពល្អហើយស្ដាប់មកហ្នឹងគឺយើងទៅដូចថាធ្វើគ្រប់គ្រប់ច្បាប់គ្រប់ទម្លាប់តើបានប្រយោជន៍អីដល់ថៃបើថៃអត់មានថៃរំលោភគ្រប់តែអន្តរជាតិអត់មានតែថ្កោលទោសថៃអីបន្តិចកម្ពុជាប្រាប់ថាខ្លួនធ្វើគ្រប់ត្រូវអត់មានការអន្តរជាតិណាមកគ្រប់គ្រងខ្មែរមួយដូច្នេះរឿងហ្នឹងគឺជាតកតងនឹងរឿងនយោបាយពីដើមទីមកដែលធ្វើអាដើមខ្សែហ្នឹងគេឃើញយើងហ្នឹងហេតុអីបានជាមកដល់មកហ្នឹងខ្មែរខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីប្រាប់ថាយើងគោរពបទជប់បាញ់តែនៅតែបរទេសគេនៅតែអន្តរជាតិគេមិនដូចជាមិនដូចថានៅខាងខ្មែរសោះដូចឲ្យក៏មិនថ្កោលទោសថៃអីហើយថៃនៅតែធ្វើបំពេញគ្រប់រឿងដូច្នេះចង់និយាយថាអាយន្តការនេះវាអត់បានជោគជ័យទេមានតែយន្តការតុលាការអន្តរជាតិនឹងឯងដែលធ្វើឲ្យកម្ពុជាអាចនឹងដាក់សម្ពាធថៃឲ្យបានខ្លាំងក្លាក្នុងការខ្ជាក់ដីថៃដែលថៃខ្មែរដែលដីថៃយកបានតាមការព្រមព្រៀងគ្នានឹងក៏ដោយក៏យើងនៅតែអាចទាមទារបានដែរព្រោះប្រើយន្តការតុលាការអន្តរជាតិនេះនោះឥឡូវយើងដឹងហើយឥឡូវរឿងនេះខ្ញុំទុកមួយឡែកសិនអានឹងក្នុងការដែលយើងឃើញហើយកម្ពុជាយើងនៅតែអោបកសោបព្រោះតែយើងចង់បានសុខសន្តិភាពកម្ពុជាអត់ដែលអញ្ចឹងទេបងប្អូនយើងងើបមួយវាយមួយខ្មែរគ្នាឯងចាប់ដាក់គុកគំរាមកំហែងនិយាយពីកាត់ទោសគ្មានដែលឲ្យលើកអ្នកណាទេឥឡូវយើងមើលឃើញជនពិការលោកភុនយុទ្ធជាប់គុកកាត់ទោសម្សិលមិញឥឡូវនេះថ្ងៃនេះដល់លោកសុនស្រនភឹងសភានិងសានសិទ្ធអីហ្នឹងកាត់ទោសជាប់គុកទៀតស្អែកនេះលោកកម្មសខាកាត់ទោសជាប់គុកដដែលតែខ្ញុំហ៊ានភ្នាល់ថាវាអត់មានអីប្រែប្រួលទេព្រោះអីយើងគឺខ្មែរគ្នាឯងយើងខ្លាំងណាស់គឺយើងថាសឹងថាបដូរផ្ដាច់ធ្វើយ៉ាងម៉េចគឺបំផ្លាញខ្មែរគ្នាឯងឲ្យខាងតែបានណាប៉ុន្តែជាមួយបរទេសគឺយើងអនុវត្តទុនភ្លុនអត់ធ្មត់អង្វរកោលទោសតែអត់ហ៊ានប្តឹងគេបើខ្មែរគ្នាឯងមិនប្តឹងចាប់ដាក់គុកទាំងអស់អានោះរឿងដែនដីអធិបតេយ្យយើងទៀតតែរឿងយើងគ្រាន់តែរឿងតាក់ទងនឹងសេរីភាពបញ្ចេញមតិក៏យើងចាប់គ្នាដាក់គុកអស់ដែរយើងប្តឹងដល់ណានិយាយទៅជួបប្តឹងហ្មងប៉ុន្តែដល់ពេលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិតាក់ទងរឿងដីខ្មែរដែលថៃគ្រប់គ្រងឥឡូវរហូតដល់59ទីតាំងហ្នឹងគឺយើងនៅតែចូលមកចរចាទ្វេភាគីអីអញ្ចឹងទៅខ្ញុំថាល្អហើយប្រទេសជិតខាងយើងសុខសន្តិភាពនរណាមិនចង់បានសុខសន្តិភាពប៉ុន្តែយើងអត់ដែលស្លូតអញ្ចឹងព្រោះយើងស្លូតជាមួយខ្មែរគ្នាឯងបានតែប៉ុណ្្នឹងខ្មែរមិនដឹងបានសុខប៉ុណ្ណាប៉ុន្តែជាមួយថៃស្លូតនោះស្លូតស្លាប់ហ្មងខ្ញុំសោកស្ដាយមែនតើខ្ញុំមិនចង់ឲ្យមានសង្គ្រាមចម្បាំងរាំងជលអីទេយើងច្បាំងមិនឈ្នះគេទេប៉ុន្តែខ្ញុំនៅតែគិតថាហេតុអីបានជាយើងមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រហ្មទណ្ឌអន្តរជាតិឬក៏យន្តការអីមួយទៀតដែលហួសពីអ្វីដែលថៃបំពេញយើងគ្រប់រឿងមើងងាយយើងគ្រប់រឿងហើយយើងគិតថាធ្វើហ្នឹងយើងប្រាប់សហគមន៍អន្តរជាតិថាយើងជាចាស់ទុំគេវាយយើងបាក់ថ្មិញយើងគេទាត់ផងគេធាក់ផងគេចាក់យើងថែមទៀតហើយយើងថាយើងអត់ធ្មត់ដើម្បីអន្តរជាតិគិតថាយើងជាជនរងគ្រោះក្នុងនាមជាជាតិសាសន៍មួយនៅពេលដែលមានជាតិសាសន៍បរទេសចិនទន្ទ្រានឈ្លានពានយើងមើងងាយយើងគ្រប់បែបយ៉ាងបែបនេះខ្ញុំជឿថាភាពអត់ធ្មត់នេះគឺវាដូចជាគួរឲ្យចម្លែកដែលមិនអាចនឹកស្មានដល់បើសិនជាយើងមិនដែលប្រក្រាបខ្មែរគ្នាឯងប៉ុណ្ណឹងមិនចម្លែកទេតែម្ដងទៀតខ្ញុំមិនលើកទឹកចិត្តឲ្យវាយថៃទេមិនលើកទឹកចិត្តឲ្យយកកំភ្លើងយកអីទៅបាញ់ដើម្បីឲ្យស្លាប់ប្រជាពលរដ្ឋទៀតទេមិនមែនទេប៉ុន្តែកុំយកលេសថាមិនព្រមរកយន្តការអីផ្សេងហ្នឹងគឺដើម្បីសុខសន្តិភាពមិនចង់ឲ្យមានសង្គ្រាមមិនមែនចឹងទេការដែលធ្វើដូច្នេះសប្ងៃហ្នឹងអាចនឹងឈានទៅរកសង្គ្រាមគ្នាទៀតហេតុអីបានខ្ញុំថាអាចទៅនឹងសង្គ្រាមព្រោះថៃគេធ្វើសម្ពយុទ្ធយោធា7ថ្ងៃជាប់គ្នាហើយជើងទឹកជើងគោកគេគឺគេធ្វើសម្ពយុទ្ធយោធាដើម្បីត្រៀមការពារដែនអធិបតេយ្យគេមិនឲ្យបាត់មួយដុំណាតែគេយកបានហ្នឹងគេគឺថាពង្រឹងវិស័យទ័ពគេគឺដើម្បីការពារទម្លាក់លុយការពារជាតិគេថែមរាប់ពាន់លានដុល្លារទៀតដើម្បីពង្រឹងធ្វើម៉េចអាណាដែលគេក្រាញបានកាងបានទទួលយកទៅដើម្បីមិនឲ្យខ្មែរវិញហើយទៅយើង
កម្លាំងរបស់យើងជាផ្លូវទ័ពហ្នឹងគឺយើងមិនអាចទៅវាយថៃឈ្នះទេអាហ្នឹងយើងមិនបាច់ឆ្ងល់អីទៀតទេយើងត្រៀមខ្លួន20 30ឆ្នាំទៀតក៏មិនដឹងយ៉ាងម៉េចដែរព្រោះយើងដើរយឺតជាងគេ20 30ឆ្នាំហើយវិស័យយោធាវិស័យអីសពបែបយ៉ាងហ្នឹងក៏ប៉ុន្តែយើងនៅតែមានជំរឿសតាយើងទៅច្បាំងទៅអីបើយើងចាញ់គេយើងមិនដល់គេយើងមានតុលាការអន្តរជាតិតាយើងមានប្រព័ន្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនិងអីអញ្ចឹងហេតុអីក៏យើងនៅតែអោបកសោបនៅតែបបោសបបួលឲ្យគេមើលងាយយើងសពបែបយ៉ាងអញ្ចឹងខ្ញុំពងតែឆ្ងល់ហើយបើយើងអញ្ចឹងទៅយើងទុនភ្លុនជាមួយខ្មែរគ្នាឯងដោះលែងអ្នកទោសនយោបាយអ្នកទោសមនសិការហ្នឹងឲ្យអស់មានថៃអត់ទៅទៀតបាទឥឡូវស្លេះរឿងហ្នឹងបន្តិចរឿងអ្នកទោសរឿងអ្នកជាប់ឃុំនៅស្រុកខ្មែរពលរដ្ឋរិះគន់ថាជនរងគ្រោះជាប់ឃុំឯជនប្រព្រឹត្តរួចខ្លួនក្នុងករណីបិទធនាគារក្រុមហ៊ុន Huiwan Pay អ្វីដែលគឺជារឿងអកុសលមួយដែលមិនគួរនឹកស្មានដល់ហើយវាកើតឡើងដែលដដែលហ្នឹងគឺជនរងគ្រោះខ្លាយទៅជាជនប្រព្រឹត្តហើយត្រូវគេលាបពណ៌ថាជាក្រុមស៊ីឈ្នួលធ្វើបាតកម្មអីឡានឹងឡាដដែលក្រុមអាមីអាថោងពួកពីលបាត់ផ្សារអីនៅក្នុងបណ្ដាញសង្គមហ្នឹងគឺដដែលមិនដែលនឿយណាយនឹងស្អប់ខ្ពើមនឹងអាភាពផ្ដេសផ្ដាស់របស់ខ្លួនសោះយើងមើលលោកពីរនាក់ដែលវាយយើងដឹងហើយសមត្ថកិច្ចវាយក្បាលបែកក្បាលបែកក្បូងជនជាតិចិន3នាក់បែកហូរឈាមពេញថ្នល់នឹងបង្ក្រាបនៅអាស្អីផ្លូវហាណូយដែលមុខសាខាធនាគារជាតិកម្ពុជានៅខណ្ឌសែនសុខហ្នឹងរួចទៅចាប់ខ្លួន2នាក់ទៀតដែលជាតំណាងឲ្យអ្នកតវ៉ាប្រមាណជាង100នាក់ហ្នឹងហើយ2នាក់ដែលគេចាប់ខ្លួនហ្នឹងមែនតើពួកគាត់ម្នាក់ជាអ្នកម៉ៅការសំណង់មានកម្មករដល់ទៅ100នាក់ហើយលុយយកទៅដាក់នៅក្នុងធនាគារឬក៏ក្រុម Huiwan Pay ហ្នឹងហើយអត់បើកលុយបានហើយកម្មករគ្នាខ្វះខាតគេរករឿងមេការថាមេការហ្នឹងបោកលុយបោកអីហើយចុះកម្មករមួយថ្ងៃបាន$5អីវិញហ្នឹងគឺអង្គកំប៉ុងហ្នឹងគ្នាបានលុយមកពីណាបើអត់រាប់ខែដាច់ពោះហើយដល់តែមេការអត់បើកលុយបានមិនដឹងមានលុយអីវាមានតែប្រាប់ថាធនាគារគេផ្អឹបលុយឬក៏បិទទៅអត់ឲ្យលុយចឹងទៅបានលុយណាបើកឲ្យកម្មករហើយដើម្បីឲ្យកម្មករអស់ចិត្តមានតែនាំកម្មករមកតវ៉ាទាំងអស់គ្នាទៅដើម្បីបញ្ជាក់ហេតុផលថារឿងនេះយើងសុទ្ធតែជាជនរងគ្រោះទេដល់តែមកត្រូវជួបជាមួយនឹងអាជ្ញាធរវាយបាច់ក្បាលបាច់ក្បូងចាប់ដាក់គុកចោទពីបទដែលថាស៊ីឈ្នួលធ្វើបាតកម្មឬក៏ញុះញង់ឲ្យមានអំពើហិង្សាអីឡាក់នឹងឡាក់ឥឡូវហ្នឹងគឺតហឹងអើងអាប់អូសអត់ផុតទេពីបណ្ដាញសង្គមប្តីប្រពន្ធម្ដាយក្រុមគ្រួសារអីលោកសួនសវណ្ណថៃនោះមួយទៅហើយលោកវត្តមករានោះមួយទៅលោកសួនសវណ្ណថៃហ្នឹងគឺជាមេការអញ្ចឹងគាត់នាំក្រុមកម្មករហ្នឹងមកតវ៉ាជាសិទ្ធិស្របច្បាប់សុទ្ធសាធរបស់ពួកគាត់ដែលការពារដោយរដ្ឋធម្មនុញ្ញក៏ប៉ុន្តែតបងឆក់ឬក៏តបងបំណងហ្នឹងគឺធ្លាប់វាយឡើងស៊ាំហើយចឹងគឺវាយខ្ទេចវាយខ្ទីមិនខ្វល់ថាអ្នកណាជាអ្នកណាទេគឺឲ្យតាមមកតវ៉ាវាប៉ះពាល់ដល់មុខមាត់ប្រទេសតែអត់ទៅចាប់ជនប្រព្រឹត្តដាក់គុកទេមេខ្លោងធំដូចជាលោកហ៊ុនតូអីដែលជាអ្នកពាក់ព័ន្ធអីជាមួយនឹងហ៊ុយវ៉ាន់ហ្នឹងអត់ដោះស្រាយទេចឹងមកវាយគ្នាអញ្ចឹងទៅថារំលោភច្បាប់បាតកម្មឬក៏បង្កការសន្តិភាពធ្នាប់សង្គមអីដោយសារតែគេឲ្យទៅដាក់ប្តឹងនៅតុលាការមិនដាក់ប្តឹងព្រោះក្រុមហ៊ុន Huiwan Pay អីនេះគេកំពុងតែជំរះបញ្ជីឬក៏ធនាគារជាតិអីហ្នឹងគឺបិទទៅហើយប៉ុន្តែឲ្យបើកដំណើរការឲ្យចោះឥឡូវឲ្យគ្នាទៅរកដំណោះស្រាយណាឥឡូវចាប់គ្នាដាក់ឃុំទឹកភ្នែកលហេមលហាមកម្មករឡើងមកតវ៉ាតាលោកសួនសវណ្ណថៃហ្នឹងថាជាមេការហ្នឹងឥឡូវហ្នឹងទៅចោតមានអាក្រុមអាមីអាថោងក្រុមបាត់ផ្សារ MMO អីហ្នឹងទៅចោតពួកគាត់ហ្នឹងថាសុទ្ធតែស៊ីឈ្នួលបាតកម្មរាល់តែលើកអត់ព្រមរកយុត្តិធម៌ឲ្យជនរងគ្រោះទេអានេះចូលដល់ពេលបងប្អូនអានេះអាវប្បធម៌ដល់ក្រិចស្មោកគ្រោកដែលយើងអត់បោះបង់ចោលហ្នឹងគឺវប្បធម៌ពេលដែលបន្ទោសជនរងគ្រោះដែលត្រូវគេរំលោភបងប្អូនពេលដែលស្ត្រីម្នាក់ត្រូវគេរំលោភយើងបន្ទោសមកពីនាងស្លៀកខ្លីនេះចូលដល់វប្បធម៌ហ្នឹងហើយអស់លោកនឹងចុះដល់រក់អវជ័យ9ជាន់ស្រង់មិនរួចទេព្រោះអីយើងនឹងហែលទឹកភ្នែកប្រជាពលរដ្ឋហើយឥឡូវចាប់ផ្ដើមពីវនីសុំអន្តរាគមសុំពីលោកហ៊ុនសែនលោកហ៊ុនម៉ាណែត
ឃើញទេអន្តរាគមន៍តទៅដល់ថ្នាក់ដឹកនាំកម្ពុជាទេតុលាការហ្នឹងចាប់ធ្វើបាបគ្នាបន្តិចទៀតទៅដោយសារតែការអំពាវនាវហ្នឹងជួនកាលហ្នឹងមានអន្តរាគមន៍ពីលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហ្នឹងដែលគិតថាគាត់ជាក្រុមគណៈបកប្រជាជនដែរនឹងចុះលោកសួនសវណ្ណថៃហ្នឹងសុទ្ធតែជាសកម្មជនរបស់គណៈបកប្រជាជនតាំងពីអើយមកហើយហ្នឹងនៅក្នុង Facebook គាត់ទៅមើលទៅសុទ្ធតែជួយឲ្យបោះឆ្នោតគ្រប់គ្រងគណៈបកប្រជាជនកាប់មុខដែរហ្នឹងហើយដល់ពេលអញ្ចឹងឥឡូវឃើញគ្នាឯងក៏ត្រូវបាច់ក្បាលដែរអញ្ចឹងបានលោកបណ្ឌិតកែមលីធ្លាប់បាននិយាយឲ្យថាសូម្បីតែអ្នកមិនធ្វើអីទាល់តែសោះក៏អ្នកនឹងខ្លាយទៅជាជនរងគ្រោះដែរគ្រាន់តែមិនទាន់ដល់ពេលតានេះគឺជាប្រសាសន៍របស់លោកបណ្ឌិតកែមលីព្រោះអំពើអយុត្តិធម៌នៅក្នុងសង្គមនៅពេលដែលវាមានច្រើនរាយប៉ាយពេកទៅគឺដូចយើងដូចលាមកឆ្កែអញ្ចឹងហ៎បងប្អូនបើយើងដើរតាមផ្លូវតាមសួនហ្នឹងបើយើងឆ្កែជក់អាចដាក់ពេញកន្លែងហ្នឹងបន្តិចទៀតយើងជន់អាចឆ្កែហ្នឹងឯងជៀសមិនផុតទេបើទោះបីយើងប្រយ័ត្នយ៉ាងណាក៏ដោយព្រោះអីវាអត់មានអ្នកជួយសម្អាតម្ចាស់ឆ្កែក៏មិនរើសលាមកឆ្កែដាក់ថង់នៅពេលដែលយើងដឹកឆ្កែដើរឲ្យឆ្កែអាណាថាប៉ាតណាប៉ាតណីចិត្តតែបើដូចថាជុះពេញទឹកពេញដីយូរយើងដើរជន់គ្រប់គ្នាអាហ្នឹងដោយសារអីអំពើអយុត្តិធម៌សង្គមហ្នឹងវាច្រើនពេកហើយយើងនាំគ្នាអាជ័យធ្លាក់ទឹកហើយអើទៅព្រោះអត់តាន់ប៉ះក្រុមខ្លួនដល់តែពេលច្រើនពេកវាអស់ពេលប៉ះដល់ក្រុមជនរងគ្រោះដទៃវាប៉ះដល់ក្រុមខ្លួនហើយអាហ្នឹងគឺជារឿងសត្យានុម័តទេហើយនាំគ្នាអាជ័យធ្លាក់ទឹកហើយអើតែស្កអញ្ចឹងទៀតទៅបាទឥឡូវនេះគឺយ៉ាកុំទៅតូចចិត្តអីព្រោះអស់លោកសិតតែគ្រប់គ្រងគណៈបកប្រជាជនមកអាយុមកដែរទេហើយនេះគឺជាសារដល់ប្រធានគណៈបកប្រជាជនកម្ពុជានិងអ្នកដឹកនាំរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែរឥឡូវឃើញសកម្មជនរបស់ខ្លួនឯងក្តៅកាហាយសួរតកម្មករពលករអស់ហ្នឹងសុទ្ធតែអ្នកដែលធ្លាប់បោះឆ្នោតឲ្យគណៈបកហ្នឹងតាហើយដល់ពេលឥឡូវក្តៅកាហាយហ្នឹងអ្នកណាអ្នកដែលទទួលខុសត្រូវចំពោះរឿងនេះបានតែយំស្រែកសសិចសស័កហ្នឹងទៀតទៅហើយចោតប្រកាន់ជនរងគ្រោះទៅជារឿងស្លៀកខ្លីបានគេចាប់រំលោភទៀតទៅអាហ្នឹងចឹងហើយបងប្អូនរឿងមិនចប់ទេបើយើងមិនមានការកែតម្រង់ស៊ីជម្រៅនៃរបៀបដឹកនាំរដ្ឋទេគឺយើងអត់ចប់ទេហើយនៅក្តៅកាហាយយំស្រែកអយុត្តិធម៌សង្គមយូរទៅអារឿងព្រំដែននេះចាក់ស្រេះដី59កន្លែងគេយកបាត់អស់អត់ទាន់បានមកវិញម្ដុំយើងមកផ្ដុំគ្នាជជែកតែពីរឿងដែលកាពះឯងនេះឃើញនៅយើងស្លាប់នឹងអារឿងដោះស្រាយរឿងជាតិរឿងអីអត់ចាញ់ទេដោយសារអយុត្តិធម៌វាច្រើនពេកអញ្ចឹងបានថាពេលដែលភ្លើងកំពុងតែឆេះផ្ទះយ៉ាងសន្ធោសន្ធៅយើងអត់អាចមូលកម្លាំងគ្នាមកពលុតភ្លើងឆេះផ្ទះយើងនឹងទេព្រោះអាចការយើងក៏ឆេះអាធុងមន់យើងក៏ឆេះអាកពូតផ្លូវអាដបោកយើងក៏ឆេះអាកន្លែងណានោះក៏មានបញ្ហាខ្សត់បែបយ៉ាងអញ្ចឹងកម្លាំងរបស់យើងទាំងអស់ដែលជាកម្លាំងជាតិហ្នឹងណាគឺយើងយកទៅដោះស្រាយទូចអស់ឥឡូវអាភ្លើងឆេះផ្ទះទុកម្ដុំសិនណាព្រោះធ្វើម៉េចវាមិនដឹងពលុតអស់អញ្ចឹងនាំគ្នារើសបុកពីងពីងនឹងអាសម្បត្តិអាជ័យនេះសង្គ្រោះទៅក្រែងលោបានសម្លៃបានកអីឬក៏ពោះវែកនឹងកដោប្រម៉េះអីបាន4 5ក្បាលសល់ដែរវាអញ្ចឹងណាបងប្អូនរឿងវាអញ្ចឹងហើយរឿងនេះហើយដែលយើងដោះស្រាយបញ្ហាអត់ត្រូវរឿងទេដោយសារតែវាពងតែកម្លាំងយើងត្រូវការផ្ដុំគ្នាសាមគ្គីគ្នាអ្នកទោសនយោបាយក៏នៅជាប់គុកអត់ចេញបញ្ហាសង្គមកើតឡើងពេញ scam online នោះពេញផ្ទៃប្រទេសដល់អញ្ចឹងទៅអារឿង100ចម្ពោះមិនដឹងជាដោះកន្លែងណាចាប់កន្លែងណាទុកកន្លែងណាទេគឺថាវាពលទល់ពធប្រជាប្រដ្ឋឥឡូវស្រក់ទឹកភ្នែកកាត់ទៅជាជំងឺ stress ទៅគ្រប់គ្នាដោយសារតែរឿងវាច្រើនពេកឥឡូវរឿងច្រើនពេកហ្នឹងខ្ញុំទុកម្ដងសេរីភាពសារព័ត៌មានឯនោះវិញស្រាប់តែអីអត់ប្រសើរសោះចាប់អ្នកកសែតដាក់គុកចាប់អីរំលាយអង្គការចាត់តាំងអង្គការសង្គមស៊ីវិលអ្នកហ៊ានរិះគន់រដ្ឋាភិបាលជាប់គុកអស់ហើយអត់ដែលដោះលែងស្រាប់តែធ្លាក់ពីលើឋានប្រអិនមកក្រសួងព័ត៌មានគេធ្វើការស្ទង់មតិមកគឺសេរីភាពសារព័ត៌មានកម្ពុជាគឺមានដល់កម្រិតជាង 80% គឺកប់ពពកបើយើងនិយាយប្រៀបនឹងប្រទេសប្រជាធិបតេយ្យទៀតគឺសេរីភាពសារព័ត៌មាននៅកម្ពុជានេះគឺថាឥតខ្ចោះហើយនេះខ្ពស់មែនតើគឺអានេះគឺជាសការស្រង់មតិរបស់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានខ្ញុំសូមអបអរសាទរដែលសេរីភាពសារព័ត៌មាននៅកម្ពុជាបានរីកដូចផ្សិតប៉ុន្តែបងប្អូនខ្ញុំមុននឹងប្រាប់របាយការណ៍នឹងនិយាយពីរីកដូចផ្សិតសេរីភាពព័ត៌មានបែបអាណាធិបតេយ្យសេរីភាពបែបព័ត៌មានបែបជេរបតិចគ្នាសេរីភាពព័ត៌មានបែបអះអាភាសសេរីភាពព័ត៌មានឆែកសរងគ្នាបាតផ្សារសវឹងអួរតនួនិយាយទៅគឺថា MMO ឬក៏ពួកថារលុយតាមអនឡាញហ្នឹងគឺថាអាណាធិបតេយ្យពេញទំហឹងអាញាធរអត់ប្រក្រាបទេ
ព្រោះអ្នកទាំងអស់នោះអត់បានរិះគន់រដ្ឋាភិបាលទេគឺថាដោះស្រាយតែបញ្ហាកាពះមួយហ្នឹងតែបើថាហ៊ានតែនិយាយរិះគន់រដ្ឋាភិបាលរឿងព្រំដែនរឿងបញ្ហាស្រូវចុះថោករឿងបញ្ហាអំពើពុករលួយរឿងបញ្ហា scam អនឡាញជាប់គុកទាំងអស់នេះសេរីភាពព័ត៌មានរបស់យើងនេះដែលថាមានដល់80%ជាងតាមអ្វីដែលលោកនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានមោទនភាពយ៉ាងក្រៃលែងនៅក្នុងការប្រកាសឆ្កាងដៃឆ្កាងជើងខ្ញុំសូមសរសើរដោយថាការដូចថារីករាយនឹងលទ្ធផលដែលស្ទង់បានខ្ញុំអានបន្តិចចុះដើម្បីឲ្យដឹងថាគាត់ធ្វើអីសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពព័ត៌មាននៅកម្ពុជាឆ្នាំ2026គឺបើតាមរបាយការណ៍នេះថាស្ថានភាពសេរីភាពសារព័ត៌មាននិងសន្តិភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរសន្តិភាពល្អប្រសើរអ្នកសារព័ត៌មាន MMO ចុះទៅបិទផ្ពាល់គេផងចាប់ផងឃើញប៉ូលីសបោចសក់គេផងដូចថាវាពុលក្ដួចតែម្ដងហើយទៅជាល្អប្រសើរហើយដល់ពេលសេរីភាពសារព័ត៌មាននៅក្នុងការនិយាយតាក់ទងនឹងរឿងរិះគន់រដ្ឋាភិបាលរឿងអីចាប់គេដាក់អស់ហើយវាទៅជាព័ត៌មាននឹងមានភាពល្អប្រសើរទៅវិញគាត់ថាល្អប្រសើរនៅគឺស្ទង់មតិ85.8%85.8%នៃអ្នកស្ទង់មតិអះអាងថាពួកគេមានសេរីភាពពេញលេញនៅក្នុងការប្រមូលព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋស្បត់ឲ្យស្លាប់ទៅហ៎ព្រោះយើងរាយការណ៍ព័ត៌មានបើនិយាយពីរឿងណែប៉ុនផ្កាសាមគ្គីគណៈបកប្រជាជនហែទៅវត្តណាអង្គកឋិនទានឬក៏ចូលរង្វាន់យកលុយទៅចែករង្វាន់ជូនបងប្អូននៅជួរមុខអីឡាក់នោះឡាក់ណែណាតែខាត់អាហ្នឹងសូម្បីតែបើតែខាត់បើយើងមើលទៅជាប់គុកម្នាក់អីដែលផ្សព្វផ្សាយពីរឿងដឹកទឹកឲ្យតាហ៊ានហ្នឹងជាប់គុកអត់តាន់ចាញ់ផងហ្នឹងអាហ្នឹងសេរីភាពយ៉ាងម៉េចទៅអាហ្នឹងនិយាយទៅគឺអ្នកណាក៏ដោយឲ្យតែទៅសើរដ្ឋាភិបាលគឺបើសម្ភាសប៉ះអ្នកនិយាយទៅសើរដ្ឋាភិបាលហ្នឹងគឺដឹងតែគេមិនហាមឃាត់ទេប៉ុន្តែបើនិយាយពីរឿងនយោបាយនិយាយពីបញ្ហាស្រុកទេសដែលថៃឈ្លានពានអីហ្នឹងគឺដឹងតែអត់ទៅរួចហ្មងអានេះគឺជារបាយការណ៍ដែលគាត់គិតថា85.8% ថាគេអត់មានហាមឃាត់មានអីខ្ញុំមែនតើទៅមិនចង់វែងឆ្ងាយដល់លិខិតហ្នឹងបងប្អូនតើអានខ្លួនឯងនៅណែ Facebook របស់ក្រសួងព័ត៌មានហ្នឹងឃើញរបាយការណ៍ប៉ុន្តែបងប្អូននៅពេលដែលរបាយការណ៍នេះនិយាយអំពីសេរីភាពសារព័ត៌មាននេះគឺឡើងខ្ពស់កប់ពពកគឺសារព័ត៌មានប្រភពដូចជា Freedom House អ្នករាយការណ៍គ្មានព្រំដែនReporters Without Borders អីហ្នឹងរាល់ឆ្នាំគឺយើងជ្រកក្រោមអច្ចលេនហ្មងសេរីភាពសារព័ត៌មានហ្នឹងយើងខ្ពស់កប់ពពកតែខ្លួនតែខ្ញុំឆ្ងល់ដែរថាយើងទៅដាក់ពិន្ទុខ្លួនឯងយ៉ាងម៉េចធម្មតាការដាក់ពិន្ទុគឺយើងត្រូវឲ្យស្ថាប័នឯករាជ្យអង្គការសហជីវជាតិឬក៏អង្គការសិទ្ធិមនុស្សអន្តរជាតិអីចេះមកធ្វើការស្ទង់មតិអីតែយើងស្ទង់មតិគ្នាឯងហ្នឹងមិនដឹងថាតើឲ្យពិន្ទុអ្មេចដែលយើងទៅប្រាប់ថាយើងអស្ចារ្យយើងមិនអាចប្រាប់អញ្ចឹងបានថាយើងឃើញថារឿងនេះគឺវាពិបាកដែរហើយបន្ទុកព័ត៌មានរបស់កម្ពុជាដែលសម្រាប់ឆ្នាំ2025កន្លងទៅហ្នឹងគឺធ្លាក់10ពិន្ទុតារាងពិន្ទុយើង160លើ180 161លើ180ចំណាត់ថ្នាក់យើងគឺចំណាត់ថ្នាក់គ្មានសេរីភាពសារព័ត៌មានសោះហ្មងវាគួរឲ្យអកុសលប៉ុន្តែកម្ពុជាគេថាប្រសើរគឺយើងចេះប្រសើរទៅមែនតើបើនិយាយពីរឿងផ្សាយអីបានហ្នឹងគឺធ្វើអីអាណាធិបតេយ្យយើងឃើញបានមែនអាហ្នឹងអត់មានខ្ញុំអត់មានចំទាស់សោះប៉ុន្តែបើផ្សាយអំពីបញ្ហាដែលប្រជាពលរដ្ឋឈឺចាប់ខ្លោចផ្សារឿងព្រំដែនរឿងអីគឺនិយាយអត់បានពុករលួយរឿងរិះគន់រដ្ឋាភិបាលគឺនិយាយអត់បានមកភាពថាសេរីភាពសារព័ត៌មានគឺបានន័យថាយើងនិយាយល្អក៏គេអត់យករករឿងនិយាយរិះគន់ក៏គេអត់រករឿងមិនមែនបាននិយាយល្អសិតតែរួចខ្លួននិយាយរិះគន់ចាប់ដាក់គុកអានឹងឲ្យអត់មានសារព័ត៌អត់មានសេរីភាពទេមិនបាច់ចាំទៅរកអីវាស់ទេបាទឥឡូវដឹងហើយសេរីភាពហ្នឹងហើយតឡាការកាត់ទោសយើងឃើញហើយសេរីភាពនៅក្នុងការបញ្ចេញមតិហ្នឹងដោយសារការបញ្ចេញមតិហ្នឹងឯងដែរបានលោកស៊ុនស្រនកញ្ញាភឹងសុភានិងលោកសានសិទ្ធជាប់គុកម្នាក់2ឆ្នាំនឹងត្រូវតឡាការពិន័យជាប្រាក់4លានរៀលហើយមិនមែនជាប់តែគុកគាត់ទេគឺជាប់ជាច្រើនអ្នកទៀតក្នុងចំណោម30អ្នកជាងនោះបើតាមការរាយការណ៍ពីខាងអង្គការលីកាដូនៅមូលដ្ឋានហ្នឹងថាថ្ងៃនេះគឺតឡាការបានសម្រេចឲ្យ
ស្រុនស្រនលោកស្រុនស្រនកញ្ញាភឹងសុភានិងលោកសានសិទ្ធដែលជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនិយាយរិះគន់រឿងគម្រោង CLV អាគម្រោង CLV លុបចោលបាត់ហើយឥឡូវចាប់គ្នាដាក់គុក2ឆ្នាំអត់មានលើកឡើងទេពីនៃ4លានរៀលទៀតហើយក្រៅពីហ្នឹងគឺមនុស្សនិយាយទៅគឺព្រឹកហ្នឹងសាលាដំបងភ្នំពេញសម្រាប់ផ្ដន់ទាទោសមនុស្ស33នាក់មិនមែនតិចទេ33នាក់ក្នុងនោះ14នាក់កំពុងជាប់ឃុំបាត់គឺញុះញង់តាក់ទងនឹងគម្រោង CLV ហ្នឹង CLV បាត់ហើយនៅជាប់គុកអត់មានដោះទេផ្ដន់ទាទោសហ្នឹងគឺធ្វើអត់លើកឡើងទេខ្ញុំអត់បានអានឈ្មោះបងប្អូនផ្សេងទៀតទេគ្រាន់តែចាប់អារម្មណ៍រឿងស្រុនស្រនភឹងសុភាហ្នឹងតាមពិតបងប្អូនទៅមើលព័ត៌មាននេះបន្ថែមនៅ Facebook របស់អង្គការ Liga do ដែលគេរៀបរាប់លម្អិតព្រោះអីឈ្មោះអ្នកដែលត្រូវជាប់ឃុំនឹងគឺមានច្រើនក្រៅតែពីលោកស្រុនស្រនសុភាហ្នឹងគឺមានសានសឿនគំរឿនឈឹមចម្រុងហេងកំលីមានចិនប៊ុនរតមានហៅសុខុនមានសែមសុផលទុយរតនៈអីហ្នឹងហើយនឹងមនុស្សច្រើនផ្សេងទៀតបាទហើយដល់ពេលឥឡូវលោកផុនយុទ្ធម្សិលមិញគេកាត់ទោសឲ្យជាប់គុកដែរឥឡូវ3នាក់នេះជាប់គុកឥឡូវស្អែកកាត់រឿងលោកកម្មសខា 100% លោកកម្មសខានឹងអត់មានរួចខ្លួនទេព្រោះអីតឡាការនេះគឺគាត់សុកចិត្តចាប់ច្រឡំមិនឲ្យលែងខុសអាហ្នឹងហើយសេរីភាពសារព័ត៌មានដែលពេញទំហឹងឬមួយក៏សេរីភាពសារព័ត៌មានទំប្រសើរឆ្នាំ2026ហ្នឹងព្រោះពួកគាត់ស្ទើរតែជាប់គុកដោយសារបញ្ចេញមតិសេរីភាពសារព័ត៌មានបញ្ចេញមតិហ្នឹងតាំងពី2024ឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងដែរបាទឥឡូវនេះសល់ព័ត៌មាន2 3ទៀតហើយខ្ញុំនឹងសង្ខេបដោយសារតែយើងឃើញព័ត៌មានគួរឲ្យរន្ធត់មួយគឺជនបរទេសលោតពីអាគារកម្ពស់ប្រហែល6ជាន់នៅគេហៅDiamond Star Apartment នៅជិតវត្តជាដែននៅឯក្រុងប៉ោយប៉ែតហ្នឹងគឺបាក់ជើងខាងស្ដាំដេកអានីលនៅក្នុងព្រៃឃើញគេថតផ្សាយមកអាណោះធំមែនតើតើស្រុកយើងយ៉ាងដូចម្ដេចទៅតើគាត់រត់ចេញពីការធ្វើទុកបុកម្នេញជាជនរងគ្រោះឬក៏ជាអ្នកប្រព្រឹត្តយើងអត់ដឹងប៉ុន្តែថ្ងៃនេះគឺអាជ្ញាធរចុះទៅដូចថាបង្ក្រាបនៅអាតំបន់ប៉ោយប៉ែតហ្នឹងរត់ប្រសាច់ដូចវងគោទៀតគឺថាដូចវែកចកអញ្ចឹង120,000 នាក់បងប្អូនដែលជាជនរងគ្រោះនិងខ្លាយទៅជាជនប្រព្រឹត្តនៃអំពើឆបោកដែរតើឲ្យគាត់ទៅឯណារត់ប្រសិទ្ធប្រសាយអស់ពីផ្ទះសំណាក់ទៅកន្លែងអាគារនេះអស់ពីអាគារនេះរត់ទៅហ្នឹងតែទៅចាប់អាមិនបានបើយើងទុកបណ្ដោយឲ្យរឿងនេះវាពុលក្ដួចរហូតដល់ពេលនេះហើយចង់បានថាជំងឺដល់មហារាជហើយគឺមានយកទៅបូជាទេឲ្យដល់ពេលយើងនៅកាត់ដៃកាត់ជើងចោលហ្នឹងយូរកាត់ទាំងអស់កាត់ទាំងខ្លួនកាត់ទាំងកទៀតព្រោះយើងទុកឲ្យបណ្ដោយយូរពេកតែយ៉ាងណាក៏នៅតែសរសើរអាជ្ញាធរកម្ពុជាដែរដែលចុងក្រោយទឹកដល់ច្រមុះបាននាំគ្នាទៅថាសតដបន្តិចទៅកុំអីលិចដល់បាតទឹកបាតដីបាត់ទៅហើយបាទឥឡូវនេះគឺចុងក្រោយមាន2ទៀតគឺតកតងនឹងពលរដ្ឋរិះគន់លោកកុកអានដែលថាខ្លួនស្អាតស្អំទើបជាប់ឆ្នោត4អាណត្តិតាមពិតលោកកុកអាននៅពេលដែលគេចោទប្រកាន់គាត់ដោយរដ្ឋាភិបាលជាតិអាមេរិកនេះពីបទច្រើនតកតងនឹងឆបោកអនឡាញជាស្ដាច់មេបោកឆបោកអនឡាញហ្នឹងគាត់មកប្រាប់ថាណែគាត់ជាមនុស្សស្អាតស្អំណាស់បានគេបោះឆ្នោតឲ្យជាប់ជាសមាជិកព្រឹទ្ធសភា4អាណត្តិជាង20ឆ្នាំតាមពិតពាក្យនេះមិនខុសទេប៉ុន្តែបងប្អូនត្រូវដឹងថាការបោះឆ្នោតនៅប្រទេសកម្ពុជាគេមិនមែនបោះឲ្យលោកកុកអានជាប់ទេគឺការបោះឆ្នោតដែលគ្មានគណៈបកប្រឆាំងដែលអញ្ចឹងប្រជាពលរដ្ឋអត់មានជំរឿសអីចឹងទៅរងការគំរាមកំហែងការបោះឆ្នោតគ្មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ផងហើយកូតាបោះឆ្នោតហ្នឹងគឺបោះឆ្នោតរបៀបជាមិនឯកតនាមទេគឺបោះឆ្នោតបកជាប់ទៅឲ្យបកចាត់តាំងតាឲ្យលោកជាហបប្រាក់របស់គណៈបកប្រជាជនកម្ពុជាតែគេបោះឆ្នោតឲ្យជាប់គណៈបកប្រជាជនកម្ពុជាគេឲ្យលោកទៅកាន់តំណែងហ្នឹងឲ្យមិនមែនប្រជាពលរដ្ឋបោះឆ្នោតឲ្យលោកកុកអានត្រង់ទេយើងមិនមែនឈរឈ្មោះជាឯកតជនឯកតនាមទេអញ្ចឹងទៅតែបងប្អូនរិះគន់គាត់តែគាត់ខំប្រឹងស្ដារឈ្មោះគាត់ដែរព្រោះអីជាប់ក្នុងបញ្ជីខ្មៅគេហ្នឹងប៉ុន្តែមិនបានប្រយោជន៍ទេទាល់តែតឡាការកម្ពុជាប៉ូលីសនឹងស៊ើបអង្កេតរឿងលោកកុកអានដើម្បីឲ្យលាងជំរះមន្ទិលហ្នឹងបើអត់ទេលោកកុកអាននឹងជាប់ឈ្មោះគឺជាមេបនមេដែលឆបោកអនឡាញនៅលើឆាកអន្តរជាតិជានិច្ចនិរន្តរ៍ហើយកម្ពុជានឹងជាប់ឈ្មោះជាប្រទេសកម្ពុជាដូច Wall Street Journal ដាក់ឲ្យនឹងជារៀងរហូតអត់មានលុបបានទេបាទហើយចុងក្រោយគឺលោកថាក់ស៊ីនស៊ីណាវ៉ាត់ឯណោះ
បាទដែលជាឪពុករបស់អ្នកស្រីបថងឋានដែលជាអតីតនាយករដ្ឋមន្ត្រីនិងអតីតបងធរប្អូនធរជាមួយលោកហ៊ុនសែនដែលត្រូវលោកហ៊ុនសែនបានកម្ចាយបានសម្រេចហើយដោយសារតែចេញខ្សែអត្ថសម្លេងមួយឲ្យអ្នកស្រីបថងឋានធ្លាក់ពីតំណែងហើយបរិហារគេដើម្បីឲ្យលោកថាក់ស៊ីននេះបានជាប់គុកមួយឆ្នាំដោយស្ថាពរដោយសារតែគាត់ទៅឡើងថ្លែងសារប្រាប់ថាលោកថាក់ស៊ីនធ្វើពុតជាឈឺទេតាមពិតកិច្ចអត់ដេកគុកលោកហ៊ុនសែននិយាយចឹងដល់ពេលតុលាការគេក៏បានអាផុសតានឹងផ្សំទៀតទៅដាក់លោកថាថាក់ស៊ីនឲ្យជាប់គុកមួយឆ្នាំឥឡូវនេះតុលាការសម្រេចថាលោកថាក់ស៊ីនអាចនឹងសុំឲ្យលើកលែងទោសបានជាមួយនឹងអ្នកទោសដទៃទៀតហើយនឹងអាចរួចខ្លួននៅថ្ងៃទី11ខែឧសភាពេលដែលលោកថាក់ស៊ីនចេញមកវិញក៏គ្មានស្អីល្អជាមួយខ្មែរដែរបងប្អូនទៅបើគាត់ធ្វើនយោបាយយើងនឹងពាក់មុខយ៉ាក់ឬស្ពានចោលអស់ហើយនឹងលោកហ៊ុនសែនធ្វើនយោបាយកំចាយស្ពាននេះបាត់អស់ទៀតហើយអញ្ចឹងទៅដោះស្រាយរឿងព្រំដែនណាម៉េចឆ្លោះគ្នាជាមួយតកូលថាក់ស៊ីនឆ្លោះគ្នាជាមួយតកូលអនុទិនច័ន្ទរៈកុលបិទផ្លូវអស់អាព្រំដែនក៏បិទច្រកទ្វារក្រោយក៏បិទច្រកទ្វារមុខក៏បិទហើយយើងចាំពឹងសង្ឃឹមថាអាចនឹងមានដំណោះស្រាយអានេះរឿងគ្រោះថ្នាក់ណាស់បាទចុងក្រោយគឺប្រេងសាំងនៅអាមេរិកគឺឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល4ឆ្នាំចុងក្រោយនេះដោយសារតែវិបត្តិសង្គ្រាមអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហើយសង្គ្រាមនេះបងប្អូនដឹងហើយគឺអត់ទាន់ឈប់ទេច្រកហមូសនៅតែមិនទាន់បើកបានជាពេញលេញទេគឺបិទហើយអ៊ីរ៉ង់នៅតែបាញ់អាមេរិកនៅតែបិទកប៉ាល់ដែលចេញពីកំពង់ផែអ៊ីរ៉ង់ដូច្នេះរឿងចរចាក៏មិនទាន់ឃើញកោះត្រើយអីនៅឡើយសាំងនៅអាមេរិកនេះគឺឡើងរហូតដល់ទៅជាមធ្យមក្នុងមួយបារ៉ែមួយហ្គាឡិនគឺ4លីត្រនេះគឺឡើងដល់ទៅ$4.20សេនជាមធ្យមតាមពិតសាំងប្រភេទផ្សេងដូច Chevron អីដល់ទៅ$6.7នៅក្នុងមួយហ្គាឡិនហ្នឹងណាតែជាទូទៅនៅសហរដ្ឋអាមេរិកសាំងមួយហ្គាឡិនហ្នឹងណាមុននឹងមានសង្គ្រាមជាមួយអ៊ីរ៉ាក់ហ្នឹងអ៊ីរ៉ង់ហ្នឹងណាតែប្រហែលតែ$3ជាងទេគឺ$2.94បានន័យថាក្នុង4លីត្រហ្នឹងតាម$2.94ទេឥឡូវឡើងដល់ទៅ$4ជាង$4.20សេននៅក្នុងរង្វង់ហ្នឹងអញ្ចឹងសាំងនៅអាមេរិកនេះពីដើមឡើយជាមធ្យម1លីត្រតែ$2,950រៀលទេអត់ដល់$3,000រៀលទេឥឡូវនេះឡើងដល់ទៅ$4,000ជាង$5,000ឡើងទៅ30%ជាងនៅក្នុង1លីត្រដោយសារតែវិបត្តិអញ្ចឹងវាប៉ះពាល់ទាំងអស់គ្នាតែយ៉ាងណាអាមេរិកមានសាំងបូមដើម្បីយកមកទប់มันអាចនឹងពិបាកទេហើយបើច្រកហមូសនេះបើកអ្វីវានឹងរកភាពប្រក្រតីប៉ុន្តែយូរប៉ុណ្ណាយើងអត់ដឹងរងចាំតទៅទៀតបងប្អូនខ្ញុំសូមអស់ត្រឹមប៉ុណ្ណឹងសិនដោយសារតែខ្ញុំត្រូវចូលធ្វើការហើយអរគុណបងប្អូនដែលត្រង់ត្រាប់ស្ដាប់ការផ្សាយរបស់ខ្ញុំពីដើមរៀងមកប៉ុន្តែកុំភ្លេចថ្ងៃសៅរ៍នេះបងប្អូននៅទីក្រុងឡុងប៊ិចឬក្រុងជិតនេះចាប់ពីម៉ោង4រសៀលដល់ម៉ោង8យប់គឺពិធីវិសាខបូជារៀបចំធ្វើនៅសាលាក្រុងឡុងប៊ិចសូមអញ្ជើញចូលរួមឲ្យបានច្រើនកកដើម្បីលើកស្ទួយសាសនាខ្មែរយើងហើយដូចជាការដែលផ្សព្វផ្សាយឲ្យបានទូលំទូលាយឲ្យគេស្គាល់ជាអន្តរជាតិផងបាទសូមអរគុណច្រើនបងប្អូនសូមជម្រាបលា